Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel ប៉ាមេដីនៅថ្ងៃនេះគឺយើងមកបន្តពីទី74នៅរឿងគុជអមតៈធានីបន្តខ្សែរឿងចាប់ផ្ដើមសិនបៃគេពេញមានការងឿនឆ្ងល់ក្នុងចិនថាហេតុអ្វីបញ្ជីមេបយុនធានបញ្ជីស្ទើរនៅក្នុងកម្រិតទី3ទៀបជាងគេអញ្ចឹងវាគឺមិនសមហេតុផលឡើយប្រប្រាស័តលទាំងអស់ចូលទៅខំលីវវ៉ាន់ប៉ុន្តែសម្រាប់លោកហ្វាំងលីនក៏បានមកដល់តនពេលប្រប្រាស់កម្លាំងបុគ្គលស័តលទាំងអស់នឹងខ្ទេចនិយាយប្រាប់សិនបៃឲ្យបានដឹងមូលហេតុទាំងអស់គឺដោយសារតានាងគឺជាមនុស្សស្រីរបស់ខ្ញុំហើយចឹងឯនៅទាំងអស់គ្នាពួកគេពេញមានកាហ្វេឆាសบายចិត្តថាលោកម្ចាស់ក៏បានធ្វើត្រឡប់មកវិញហើយលីវវ៉ាន់ក៏ដូចគ្នាផងដែរចំណែកឯសិនបៃនៅវិញសម្រាប់ទៅកាន់វ៉ាងលីននឹកឃើញទៅដល់សឹងនីវប្រប្រាស់នៅដុំភ្លើងខ្មាច់វល់អញ្ចឹងគិតថានេះគឺជាសឹងនីវបន្ទាប់ពីបានលើសិនបៃនិយាយថានេះគឺជាសឹងនីវក៏ធ្វើនៅទាំងអស់គ្នាកាន់តែខ្ជាប់ទៀតហើយមនុស្សដែលមានភាពល្បីល្បាញនៅក្នុងអាណាចក្រសួសកូទាំងមូលគឺជាលោកម្ចាស់របស់ពួកគេចំពោះវ៉ាងលីនក៏បាននិយាយទៅកាន់សិនបៃឯណមែនគឺចង់បំផ្លាញនៅបយុនធានសិនបៃនៅវិញក៏បាននិយាយតាំងលដាប់សឹងនីវយល់ទៅខ្ញុំក៏មិនដឹងថាបយុនធានគឺជាបកក្រមអវត្តរបស់លោកទេហើយដល់រឿងនឹងបញ្ហាទាំងអស់នេះសូមលើកលែងអធិស្ឋានឲ្យខ្ញុំផងវ៉ាងលីននិយាយថាធ្វើសកម្មភាពបដិបដាហើយបន្តមកខ្ញុំនឹងឲ្យឯងភ្លុះរសជាតិនៅពេលដែលគេបានមកស្លាប់ឯងវិញម្ដងតែមានរសជាតិភ័យខ្លាចយ៉ាងម៉េចដែរសិនបៃក៏បានសម្លាប់ខ្លួនគេទៅវ៉ាងលីនគេក៏បានដោយយកតងច្បាប់មកការមកគាត់នឹងបានបោះនៅរូចច្បាប់ឈើទាំងអស់នេះមកឡោះប៉ាត់ជាមួយនឹងសិនបៃចិនមិនដល់ខាពីច្រើនទេវ៉ាងលីនក៏បានប្រើកម្លាំងចេញពីតងច្បាប់មកការមកគាត់លើចេញឡើងនៅដួងភ្លើងនេះគ្រាជាច្រើននៅបានបកកាជាជាលំពេញនេះគ្រាមួយដើមហើយបានបោះពុយគប់សម្រាប់ទៅកាន់សិនបៃក៏បានប្រើកម្លាំងបំផ្ទុះផាំងនៅបានបកកាជាជារបស់ថាពោកាពីមុនទៅប្រងជាមួយនឹងផ្លែនៅពេញរបស់វ៉ាងលីនបន្ទុះបឹងប៉ាំងថយក្រែងក៏ឈាមចេញមកទៀតផងនិយាយខ្លាំងសឹងនីវឯងកុំធ្វើអ្វីប្រែប្រាស់ហួសហេតុលើលោកពេកចំពោះវ៉ាងលីនកំប៉ាន់ខ្វះទេអញ្ចឹងហើយនៅថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងប្រើប្រាស់កម្លាំងបាញ់ទៅកាន់សិនបៃបន្ទុះផាំងសិនបៃក៏បានបកកាខ្លួនឯងទៅជាសត្វលត់ជាច្រើនគេខ្លួនចាក់ចេញទៅវ៉ាងលីនក៏បានហត់ដេញតាមពីក្រោយហើយក៏ដូចជាប្រើប្រាស់ខ្មាច់ដួងភ្លើងវវជាច្រើនចេញទៅខំស៊ីសត្វលត់របស់សិនបៃបាននិយាយខ្លាំងទាំងកំហឹងសឹងនីវខ្ញុំក៏បានសម្លាប់កូនសិននៅក្នុងបយុនធានតែពី3នាក់ទេហេតុអ្វីបញ្ជាលោកសម្រាប់សត្វលត់របស់ខ្ញុំជាច្រើនទៅវិញអញ្ចឹងហើយវ៉ាងលីនក៏បាននិយាយថាហើយចាប់ឲ្យខ្ញុំសម្លាប់ពួកវាទាំងអស់តាំងចំណុចដែរសិនបៃក៏បានបញ្ចេញកម្លាំងក៏ដូចជាប្រើប្រាស់និតដួងភ្លើងសត្វក្អែបរបស់គេចេញមកវ៉ាងលីនគេក៏បានបោះរមូគុំខាំងបិសាច់ហឡើងទៅលើដើម្បីស្រូបយកសត្វលត់របស់សិនបៃចូលនៅក្នុងនោះហើយដល់កម្លាំងដួងភ្លើងសត្វក្អែបរបស់សិនបៃក៏បានផ្ទុះរំជួយជុំវិញបរិវេណនេះជារួមទៅវាក៏បានបង្កើនកម្លាំងនៃការវិយុទ្ធរបស់សិនបៃគឺខ្លាំងជាងមុនទ្វេដងទៀតអញ្ចឹងនេះគឺវាពិតប្រាកដហើយសិនបៃបាននិយាយថាខ្ញុំក៏បានរួមបញ្ចូលគ្នាជាមួយនឹងដួងភ្លើងសត្វក្អែបចំណែកគេច្បាប់មីគីឋានសួគ៌នៅផែនដីក៏ត្រូវបានតាក់តែងមនុស្សគឺអាចកាប់សម្លាប់សត្វយកទៅបរិភោគបានហើយចំណែកដូចចំពោះនៅពេលនេះវិញសត្វគឺអាចកាប់សម្លាប់មនុស្សយកទៅបរិភោគវិញបានក៏ដូចគ្នាផងដែរហើយចំណែកក៏បានហត់ទៅចឹងលឿនប្រមាញ់វ៉ាងលីនគេក៏បានដំណើរការរមូលគុំកម្មបិសាចស្រូបយកនៅសត្វលត់ទាំងអស់នេះចូលទៅបូករួមជាមួយនឹងកម្លាំងថាពលស្រូបយ៉ាងខ្លាំងដូចជាបានឃើញស្រាប់ហើយសិនបៃគឺមិនអាចធ្វើអ្វីវ៉ាងលីនបានទេក៏ត្រូវបានរមូលគុំកម្មបិសាចរបស់វ៉ាងលីនស្រូបដួងភ្លើងសត្វក្អែបចូលនៅក្នុងនោះទៅចំណែកគេសិនបៃក៏ត្រូវបានវ៉ាងលីនប្រើប្រាស់កម្លាំងបំបីសាសរបស់គេខ្ទេចនឹងបានចូលនៅក្នុងរមូលគុំកម្មបិសាចរបស់វ៉ាងលីនទាំងអស់អញ្ចឹងហើយអ្នកទាំងអស់គ្នាពិតជាខ្ជាប់អើកម្លាំងចេញពីរមូលគុំកម្មបិសាចពិតជាអស្ចារ្យភ្លាមលីវវ៉ាន់គឺស្រាប់តែដួលសម្លាប់វ៉ាងលីនក៏បានទៅទប់ត្រនិងបានប្រាប់ប្រជាជនទាំងអស់ឲ្យបិទជ្រុងភ្នំកុំឲ្យកូនសិស្សទាំងអស់ចាក់ចេញទៅណាជាដាច់ខាតចុះវ៉ាងលីនក៏បានបីលីវវ៉ាន់ចូលទៅក្នុងប្រើប្រាស់ថ្មវិញ្ញាណកម្ពុជាប្រមាណក្របដំណើរការជិនជាក្បួនប្រើប្រាស់កម្លាំងវិញ្ញាណចូលទៅកាន់លីវវ៉ាន់ហើយនឹងបានសង្កេតមើលលីវវ៉ាន់ផងដែរដែលបានដឹងថាលីវវ៉ាន់គឺគ្មានអាយុកាលទៀតទេនឹងមានកាហ្វេចាប់ហើយក៏បានប្រើកម្លាំងវិញ្ញាណទៅកាន់លីវវ៉ាន់បន្ថែមទ្វេដងទៀតរយៈពេល2-3ថ្ងៃបានកន្លងផនលីវវ៉ាន់ផ្ញើដឹងខ្លួនវិញនិងសប្បាយចិត្តដែលបានឃើញថាវ៉ាងលីនគឺស្ថិតនៅចំពោះមុខនាងក៏បាននិយាយសួរតើលបងនឹងចាក់ចេញទៅទៀតដែរអត់វ៉ាងលីនបាននិយាយប្រាប់ហើយយល់ទៅគឺមិនចាក់ចេញទៅណាទេក៏ធ្វើលីវវ៉ាន់គឺកាន់តែសប្បាយចិត្តទៀតដូច្នេះក៏បានឲ្យលីវវ៉ាន់ដេកសម្រាប់យកកម្លាំងបន្តទៀតទៅចេញមកក្រៅសួរប្រជាជនទាំងអស់តាក់ទងជាមួយនឹងបញ្ហាដែលបានកើតឡើងរយៈពេលចុងក្រោយនេះមានបញ្ហាអ្វីខ្លះកើតឡើងទៅកាន់វ៉ាន់ប្រជាជនម្នាក់នេះគាត់បាននិយាយប្រាប់រយៈពេលចុងក្រោយមកនឹងលោកមីប៉ាលីគាត់ក៏បានប្រហែលជ័យនៅក្នុងការបំបែកទៅដល់កម្រិតទី4រយៈពេល3ដងជាពិសេសនោះរយៈពេល3ឆ្នាំមុនគឺសឹងតែធ្វើឲ្យអាយុជីវិតរបស់លោកមីប៉ាលីគឺសឹងតែបាត់បង់ជីវិតទៅហើយអញ្ចឹងចាប់តាំងពីពេលនោះមកក៏បានធ្វើឲ្យសុខភាពរបស់គាត់កាន់តែចាប់ជឿនទៅរស់នៅបានគឺអាស្រ័យទៅលើថ្នាំគ្រាប់តែប៉ុណ្ណោះចំណែកឯប្រជាជនម្នាក់នេះគាត់បាននិយាយប្រាប់ផងដែរថាគាត់ក៏បានរកឃើញហេតុផលមួយចំនួនថាមូលហេតុដែលបានធ្វើឲ្យលោកមីប៉ាលីគឺបានត្រាំបណ្ដាលភាពបែបនេះទាំងអស់នោះគឺដោយសារតែគាត់ក៏បានប្រើប្រាស់កម្លាំងភពតាមអាយុជីវិតរបស់គាត់ដើម្បីឆ្លាក់នៅផ្លាកបញ្ជីផ្ទុកមួយយ៉ាងដែលទាំងអស់នោះក៏បានធ្វើឲ្យអាយុកាលរបស់លោកមីប៉ាលីគឺកាន់តែថយចុះកាន់តែច្រើនអញ្ចឹងវ៉ាងលីនគេក៏បានក្តាប់ដៃយ៉ាងណាងឿនឆ្ងាត់តាក់ទងជាមួយនឹងផ្លាកបញ្ជីផ្ទុកអ្វីមួយយ៉ាងនោះហើយក៏បាននឹកឃើញទៅដល់ផ្លាកបញ្ជីដែលលីវវ៉ាន់ក៏បានបកគលឲ្យការពីលើកមុនវ៉ាងលីននៅពេលនោះក៏មានការងឿឆ្ងល់តាក់ទងជាមួយនឹងផ្លាកបញ្ជីនឹងផងដែរវាក៏មានកម្លាំងថាពលដ៏អស្ចារ្យហើយចឹងទៅបានដឹងថាវ៉ាន់ក៏បានចំណាយអាយុកាលរបស់នាងដើម្បីមកច្បាញ់នៅផ្លាកបញ្ជីផ្ទុកមួយនេះយល់ទៅទាំងអស់នឹងគឺដោយសារតែខ្លួនគេហើយបើជាក់ស្ដែងនៅពេលនេះវ៉ាងលីនគឺអាចជួយឲ្យលីវវ៉ាន់មានអាយុកាល
បន្តទៀតបានតែបើសិនបើវ៉ាងលីនធ្វើបាត់នេះតាមបង្ខំនោះនឹងធ្វើលីវវ៉ាន់កាន់តែពិបាកទៀតនៅថ្ងៃមុខប្រឆាំជាមួយនឹងច្បាប់ឋានសួគ៌និងផានដែរហើយនៅពេលនេះវ៉ាងលីនគឺមិនអាចធ្វើអ្វីបានទេគឺបានត្រឹមតែព្យាយាមធ្វើឲ្យលីវវ៉ាន់បំបែកទៅដល់ប្រតិ4បានដោយខ្លួនឯងទៅចោលហើយនៅពេលនោះអាយុកាលរបស់នាងនឹងបន្តទៀតម្ល៉េះក៏បានជាប្រាប់ប្រជាជនទាំងពីរពលរដ្ឋទាំងពីរគួរតែមើលថែការពារបច្ចុប្បន្នធានបានល្អខ្ញុំហើយនឹងវ៉ាន់អើគឺនឹងចាក់ចេញទៅក្រៅមួយរយៈពេលហើយម្ចាស់ទីបើតែថាខ្ញុំគឺជាសឹងនីវកុំប្រាប់នរណាគេម្នាក់ឲ្យបានដឹងចំណែកឯកូនសិស្សទាំងអស់រួមទៅប្រជាជនម្នាក់នេះគាត់គឺធានាឲ្យខ្ញុំនឹងលុបការចងចាំពួកអ្នកទាំងអស់គ្នាឲ្យអស់ហើយលោកម្ចាស់មិនចាំបាច់ព្រួយបារម្ភទេចំណែកឯប្រជាជនពីរនាក់នៅខាងក្រោយគាត់ក៏បានអង្គគ្រប់ទៅកាន់វ៉ាងលីនលោកម្ចាស់ខ្ញុំគឺសុំតាមលោកម្ចាស់ដើម្បីតាមបម្រើលោកម្ចាស់ផងដូច្នេះគឺយើងកំណត់ទីកន្លែងព្រំដែននៃនគរឈូស្ថិតទីកន្លែងតំបន់ព្រៃតកវ៉ាងលីនគឺស្ថិតនៅចរំភ្នំមួយចំណែកឯលីវវ៉ាន់គឺកំពុងតែដេកសម្រាប់យកកម្លាំងវ៉ាងលីនក៏បានតែចេញក្រៅគិតទៅដល់រាជវង្សជូជីនៅពេលដែលគាត់បាននិយាយប្រាប់បើតាក់ទិនជាមួយនឹងប្រាសាទអមតៈគុណតាបងហាញវានៅទីកន្លែងដែលមានភាពត្រជាក់ហើយកាន់តែពិសេសទៀតបើតាក់ទិនជាមួយនឹងកម្លាំងថាពលអមតៈចេញពីប្រាសាទនឹងវាគឺអាចជួយទប់ស្កាត់នយោបាយរបស់វ៉ាន់អឺជាបណ្ដោះអាសន្នផងដែរដូច្នេះនៅពេលដែលវ៉ាងលីនបងហាញប្រាសាទអមតៈមានកម្លាំងថាពលស្ពាតជន់ទៅកាន់ប្រជាជនទាំងពីរយល់ទៅអ្នកវឹកហាត់កម្រិតធម្មតានៅវិញគឺមិនអាចទប់ស្កាត់ជាមួយនឹងកម្លាំងថាពលដ៏អស្ចារ្យជាពីប្រាសាទអមតៈឡើយដែលវ៉ាងលីនក៏បានប្រើកម្លាំងជួយទៅកាន់ប្រជាជនទាំងពីរពួកគាត់បានអរគុណវ៉ាងលីនអរគុណលោកម្ចាស់ដែលបានជួយពួកខ្ញុំដែលវ៉ាងលីននិយាយគិតក្នុងចិត្តតាំងពីមុនពីសពនរយៈពេលជាច្រើនឆ្នាំកន្លងមកនេះខ្ញុំពិតជាពាក់វ៉ាន់អឺច្រើនពេកហើយចឹងឯងលីវវ៉ាន់នេះក៏បានផ្សាយដឹងខ្លួនដែលចេញមកក្រៅនិងមានការងើបឆ្ងល់ផងដែរថាលោកបងនោះវាគឺជាអ្វីវិញតើនៅក្នុងលំពេលដែលធ្វើដំណើរចូលក្នុងទឹកដីអមតៈបុរាណកាលរាជបងជូជីគាត់ក៏បានបង្ខំឲ្យបងទទួលជោគនឹងត្រូវការពារប្រាសាទមួយនេះរយៈពេល1000ឆ្នាំលីវវ៉ាន់បានលើចឹងនេះក៏បានប្រចាំបញ្ញាមកពិនិត្យមើលវ៉ាងលីនតើលោកបងមានបញ្ហាអ្វីកើតឡើងដែរទេវ៉ាងលីនក៏បាននិយាយប្រាប់ហើយខ្ញុំគឺមិនអីទេហើយមានរឿងជាច្រើនដែលបងនឹងត្រូវនិយាយប្រាប់ហើយនឹងប្រាប់មួយឲ្យអស់តែម្ដងអញ្ចឹងវ៉ាងលីនក៏បាននិយាយប្រាប់រឿងរ៉ាវទាំងអស់ដែលកើតឡើងនៅក្នុងទឹកដីអមតៈបុរាណឲ្យលីវវ៉ាន់បានដឹងលីវវ៉ាន់បានដឹងថារាជបងជូជីក៏បានប្រកាសជាដួងភ្លឹងដាវនឹងបានហោះដេញតាមព្រំមាញ់ព្រះចានដ៏អស្ចារ្យនៅក្នុងបដាមតៈដាលូសងសឹកឲ្យមនុស្សជាទីស្រឡាញ់របស់គាត់ម្ល៉េះវ៉ាងលីនគេក៏បានយកប្រអប់មួយបកគលឲ្យលីវវ៉ាន់ថានេះវាគឺជាកាដូដែលបងជូនអូនលីវវ៉ាន់ក៏បានប្រឌិតមើលនៅក្នុងនោះវាគឺសុទ្ធតែជាវិធីសាស្ត្រនៅក្នុងការចម្បាញ់គ្រាប់ថ្នាំលីវវ៉ាន់នេះពិតជាភ្ជាប់អើនិងសប្បាយចិត្តត្រេកអរផងឯផងម្ចាស់ទៀតលីវវ៉ាន់ក៏មានរឿងមួយសុំឲ្យវ៉ាងលីនជួយហើយក៏បានជឹកដួងភ្លឹងឈាមកំណត់របស់ព្រះចានទាំងអស់ចេញមកក្រៅគឺចង់ឲ្យវ៉ាងលីនចុះភ្លឹងឈាមកំណត់ទាំងអស់នេះប្រកួតទៅកាន់ព្រះចានទាំងអស់នៅក្នុងបរិយន្តធានវិញដែលខ្ញុំនៅពេលនេះគឺខ្លាចថានឹងគ្មានឱកាសពេលវេលាត្រឡប់ទៅវិញម្ដងទៀតឡើយវ៉ាងលីនក៏បានចាប់អោបលីវវ៉ាន់និយាយថាទេអូនគឺមិនត្រូវបានបាត់បង់ជីវិតឡើយវ៉ាន់អើជឿបងចោះបងមិនអនុញ្ញាតឲ្យអូនបាត់បង់ជីវិតនោះទេរយៈពេល1ខែក្រោយមកវ៉ាងលីនក៏បានប្រើកម្លាំងយកដុំថ្មទាំងអស់នេះបង្កើតជាផ្ទះដ៏ស្រស់ស្អាតមួយនេះដែរគឺជាផ្ទះថ្មីរបស់ពួកយើងចំណែកឯប្រជាជនទាំងពីរគាត់ក៏បានមករាយការណ៍ប្រាប់តាក់ទងជាមួយនឹងក្របថ្នាំកម្រិតទី6និងធ្វើការដេញថ្លៃរយៈពេល7ថ្ងៃក្រោយហើយនេះដែរគឺជាសបុតអញ្ជើញនៅក្នុងការចូលរួមដេញថ្លៃអញ្ចឹងឯប្រជាជនទាំងពីរគាត់ក៏បានចាក់ចេញទៅប៉ុន្តែវ៉ាងលីនក៏បានប្រាប់ឲ្យពួកគាត់ជប់សិនវ៉ាងលីនក៏បានដឹងពីគំនិតនិងចេតនាពួកគាត់ទៅពីរួមទៅគឺកំពុងតែតាមស្វែងរកវិធីសាស្ត្រនៅក្នុងការវឹកហាត់ប៉ុន្តែចំណាក្តីនៅក្នុងពិភពគុណពុពេញទៅដោយភាពគ្រោះថ្នាក់ពិបាកនៅក្នុងការស្វែងយល់ឬមួយក៏វិធីសាស្ត្រដើម្បីការពារខ្លួនណាហើយបន្តទៅជាមួយនឹងចំណាយថាពោចេញពីប្រាសាទមួយនេះគឺវាគឺជាទីកន្លែងដ៏ល្អបំផុតនៅក្នុងការវឹកហាត់បន្ទាប់ពីខ្លួនខ្ញុំដោះស្រាយបញ្ហាជាក់លាក់មួយនេះហើយរួមទៅវ៉ាងលីនខ្លួនគេនឹងមករៀនពួកអ្នកទាំងពីរដោយបន្តដៃអ្នកទាំងពីរប្រកាសប្រជាសប្បាយចិត្តក៏បានអន់គ្រប់អរគុណទៅកាន់វ៉ាងលីនអរគុណលោកម្ចាស់បន្ថែមទៀតវ៉ាងលីនក៏បានគិតទៅជាមួយនឹងចំណាយថាពលអមតៈចេញពីប្រាសាទទោះបីជាអភិជាពេលនៃការស្លាប់របស់វ៉ាន់អឺបានក៏ដោយប៉ុន្តែគឺមិនអាចដោះស្រាយបានយូរអង្វែងទេគឺមានតែទទួលបានគ្រាប់ថ្នាំថ្នាក់ទី6ជួយឲ្យវ៉ាន់អឺបំបាច់ទៅដល់កម្រិតទី4ទេនោះនឹងអាចដោះស្រាយបញ្ហាទាំងអស់នេះបានយូរអង្វែងលីវវ៉ាន់ក៏បាននិយាយតាក់ទងជាមួយនឹងគ្រាប់ថ្នាំថ្នាក់ទី6វាគឺជាគ្រាប់ថ្នាំទេវភាពដែលបានកត់ត្រានៅក្នុងសភៅបុរាណហើយកំណត់ស្មានថាវាក៏ត្រូវបានដាក់ធ្វើការដេញថ្លៃនៅក្នុងដែនសមុទ្រស៊ីមហែងយ៉ាងទេវ៉ាលីនឬមិនចាក់ចេញទៅហើយលីវវ៉ាន់ក៏បាននិយាយសួរតើលោកបងក៏ចង់ទៅណាវ៉ាលីនក៏បានជាប្រាប់បងនឹងធ្វើត្រឡប់មកវិញឆាប់ៗនេះចំពោះលីវវ៉ាន់គឺមិនចង់ឲ្យវ៉ាលីនចាក់ចេញទៅណាទេដែលខ្លួននាងគឺមិនចង់បែកពីវ៉ាលីនម្ដងទៀតឡើយម្ល៉េះវ៉ាលីនក៏បាននិយាយពីហេតុផលខ្លួនគេក៏បានកាត់ដៃមានបើក្រមនៅក្នុងទឹកដីអមតៈបុរាណកាលដូច្នេះនៅពេលនេះគឺមិនអាចចាក់ចេញទៅណាបានទេគឺទោះតែមានសមត្ថភាពខ្លាំងជាងនេះទើបអាចចាក់ចេញទៅណាបានសង្ឃឹមថាវ៉ាន់អឺកុំបារម្ភអីហើយម្ចាស់ទៀតបើតាក់ទិនជាមួយនឹងប្រាសាទអមតៈនេះគឺអាចការពារសត្រូវជើងខ្លាំងមួយចំនួនហើយវ៉ាន់អឺគឺនៅទីនេះគឺសុវត្ថិភាពជាងចំណែកក្តីលីវវ៉ាន់នេះគឺមិនចង់នៅទីនេះតែម្នាក់ឯងទេប្រសិនបើវ៉ាន់លីនទៅណានេះគឺចង់ទៅជាមួយដែរហើយម្ចាស់ទៀតនេះក៏បានគិតតាក់ទិនទីកន្លែងចរងភ្នំនៅដែនសមុទ្រស៊ីមហៃផងដែរនេះពិតជាចង់ទីកន្លែងនោះម្ដងទៀតដែរអញ្ចឹងហើយវ៉ាន់លីនក៏បានអនុញ្ញាតឲ្យលីវវ៉ាន់ទៅជាមួយជាបិសាច់មកហោះទៅចំណែកគេប្រជាជនទៅពីប្រកាសប្រជាងឿនឆ្ងល់ក្នុងចិត្តហេតុអ្វីបានជាលោកម្ចាស់ហើយនឹងលោកមេប
ប៉លីមានទៅមុខសប្បាយចិត្តអ្វីម្លេះហើយនឹងគិតថាមើលទៅនីតិកាឡានេះប្រកាសជាទីកន្លែងផ្ដាំស្នេហ៍របស់ពួកគាត់ទាំងពីរហើយនៅពេលដែលបានមកដល់មើលវ៉ាន់គឺពិតជាមាន cafe shop ស្ងោះស្ងាត់នៅក្នុងចិត្តអ្វីគ្រប់យ៉ាងជ្រុំភ្នំទាំងមូលក៏ត្រូវបានរងការខូចខាតបាក់បែកទាំងអស់អញ្ចឹងគឺមានន័យថាកង់ចងចាំទាំងអស់ពីមុនមកក៏ត្រូវបានបាត់បង់ដូច្នេះក៏បានប្រាប់វ៉ាងលីនតើលបងពួកយើងចាក់ចេញទៅតែវ៉ាងលីននិយាយថាជួបសិននៅបានប្រាប់ប្រាស់កម្លាំងបានធ្វើឲ្យជ្រុំភ្នំទាំងមូលប្រែក្លាយជាសភាពដោយដើមវិញលីវ៉ាន់គឺពិតជាសប្បាយចិត្តអ្វីគ្រប់យ៉ាងទាំងអស់គឺដូចដើមកាលពីមុនបេះបិណ្ឌអញ្ចឹងនេះវាគឺជារូបភាពមួយចំនួនដែលបានកាត់ឡើងកាលពីមុនលីវ៉ាន់ក៏បានជាជាចំបាញ់គ្រាប់ថ្នាំជួយទៅដល់វ៉ាងលីនហើយក្នុងសិភេគ្រោះថ្នាក់វ៉ាងលីនក៏បានជួយលីវ៉ាន់វិញផងដែរដែលវាគ្រប់យ៉ាងទាំងអស់នេះគឺមិនអាចបំភ្លេចបានឡើយលីវ៉ាន់ក៏បានប្រាប់វ៉ាងលីនលបងតើពួកយើងគឺអាចស្នាក់នៅទីកន្លែងនេះពី3ថ្ងៃបានទេវ៉ាងលីនក៏គិតដូចគ្នាផងដែរដូច្នេះនៅទី2ក៏បាននិយាយគ្នាលេងលីវ៉ាន់ក៏បានសម្លឹងឃើញកងដៃរបស់វ៉ាងលីនអញ្ចឹងណាវ៉ាងលីនក៏បានឲ្យសត្វកង្កែបលន់តែចេញមកឃើញថាវាគឺរងរបួសអញ្ចឹងលីវ៉ាន់ក៏បានបោះគ្រាប់ថ្នាំឲ្យសត្វកង្កែបលន់តែលេបទៅក៏ធ្វើឲ្យវាគឺអាចជាសះស្បើយពីរបួសវិញថ្ងៃបន្តទៀតសត្វកង្កែបវាក៏ដូចជាកូនក្មេងអញ្ចឹងគឺបានមករកលីវ៉ាន់ដើម្បីស៊ីនៅគ្រាប់ថ្នាំក៏ដូចជាស្មៅខាំវិញ្ញាណផ្សេងហើយសត្វកង្កែបលន់តែវាពិតជាយល់ចិត្តម្ចាស់របស់វាមែនតើបាញ់កម្លាំងថាពលលន់តែហោះឡើងទៅលើមេឃបង្កើតយញ្ជីក៏ជ្រួចដល់សស្អាតជាច្រើនអ្នកទាំងពីរក៏បានសម្លឹងមើលយ៉ាងសប្បាយចិត្តរីករាយដល់រយៈពេលប្រហែលថ្ងៃកន្លងមកនេះអ្នកទាំងពីរក៏បានបង្កើននៃភាពស្និទ្ធស្នាលក៏ដូចជាចុងក្រងនៅអនុស្សាវរីយ៍ជាច្រើនទាំងការមុជទឹកដេញគ្នាលេងបលែងគ្នាលេងនៅលើមាត់ទឹកយ៉ាងទៅហើយវ៉ាងលីនគឺមិនភ្លេចទេប្រាប់កម្លាំងថាពលវិជាជួយទៅកាន់លីវ៉ាន់ផងដែរអញ្ចឹងរយៈពេល3ថ្ងៃបាំងកន្លងផុតអ្នកទាំងពីរក៏បានចាក់ចេញពីជ្រុំភ្នំនេះទាំងអឡាឡៃនៅក្នុងចិនហើយនៅវិញគឺស្ថិតនៅក្នុងផ្ទះដេញថ្លៃនឹងឯងគឺមានជើងខ្លាំងគ្រប់ទីទីក៏បានមកជួបធ្វើការដេញថ្លៃហើយភ្លាមគឺស្រាប់តែមានជើងខ្លាំងពីអ្នកបង្ហាញខ្លួនមកយល់ទៅបញ្ចេញកម្លាំងដ៏អស្ចារ្យក៏ធ្វើអ្នកទាំងអស់គ្នាក្នុងផ្ទះដេញថ្លៃពិតជាភ្ជាប់មនុស្សចំណាស់គាត់គឺមានឈ្មោះថាគូសុនកម្រិតនៃការហ្វឹកហាត់របស់គាត់ស្ថិតនៅក្នុងកម្រិតទី5ដំណាក់កាលកណ្ដាលហើយក្មេងស្រីម្នាក់នឹងគឺហាសនីមហេថា Snow Poswai កម្រិតនៃការហ្វឹកហាត់របស់នាងស្ថិតនៅក្នុងកម្រិតទី4ដំណាក់កាលកណ្ដាលដូច្នេះអ្នកទាំងអស់គ្នាពួកគេគឺមានធ្វើអ្វីផ្ដេសផ្ដាសទេបានត្រឹមតែអង្គគ្រប់ទៅកាន់អ្នកទាំងពីររំពេញនោះគឺស្រាប់តែមានចំណាយថាពតកកជាច្រើនក៏បានភៀចេញមកហើយវ៉ាលីនក៏បានដោយចេញចាំងសង្ហាក៏បានធ្វើអ្នកទាំងអស់គ្នាកាន់តែភ្ជាប់អធិថៃមនុស្សមួយក្រុមនេះគឺពិតជាគួរភ័យខ្លាចវ៉ាលីនក៏បានគិតក្នុងចិត្តបើតែទៅជាមួយនឹងឆ្នាំថ្នាក់ទី6ខ្ញុំគឺត្រូវតែទទួលយកវីឲ្យទាស់តែបាន